បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃដែលមកតេស្តសាកជាមួយនឹងម៉ាស៊ីន DAF86 ដែលយើងសាកជូនភ្ញៀវឥឡូវនេះយើងប្រងតេស្តសាកហើយជាមួយនឹងម៉ាស៊ីន AF86 ដែលមកដល់ថ្មីដែលយើងអាចលេងម៉ូតបានជាមួយនឹងម៉ាស៊ីន model នេះផងដែរហើយការកាន់បោះការសេរីយ៉ាងវើគឺសេរីនៅលើថាច់តែម្ដងគ្នាវាគឺស្អាតដេកទៅគឺស្ងាត់ល្អគុណភាពគឺល្អហើយកន្លែងដែលខ្ញុំចុចមានសញ្ញាព្រុញមានបង នេះគឺកន្លែងយើងសេរីញឹកអំពើរបស់វាហើយឃើញលេខលូតមួយនោះត្រង់ហ្នឹងគឺលេខថ្នេររបស់វាឥឡូវខាងមុខនេះកន្លែងយើងចុចសាក់មកឥឡូវនេះយើងតេស្តសាកជាមួយនឹងគុណភាពហើយការប្រើប្រាស់របស់វាគឺងាយស្រួលក្នុងការប្រើប្រាស់សម្រាប់បងយកទៅ deal អីគឺមែនតើមិនថាសាច់ក្រាស់សាច់យឺតក្បយឬក៏ដេវាំងណនឬគឺហ្មងម៉ាស៊ីន model នេះដែរហើយសម្រាប់បងដែលចង់យកទៅលេងម៉ូតលេងអីគឺហ្មងដេសំឡេងវាគឺស្ងាត់ល្អហើយការសេរីលបឿនសេរីអីវាគឺមែនតើយើងគ្រាន់តែចុចសញ្ញាបូកដកនេះមកនេះហើយសញ្ញាព្រុយខាងលើនោះគឺសញ្ញាលបឿនហើយយើងសេរីបូកដកវាក្រោមនេះមកចុច S មកដើម្បីសេរីលបឿនបេតុងនិយាយរួមទៅម៉ាស៊ីនមួយគ្រឿងនេះគឺខ្ញុំរៀបចំទៅខាងខេត្តទេដែលភ្ញៀវខេត្តគាត់ក៏មកគាត់យកទៅ DKI mode ហើយគាត់ចង់បានយើងយកទៅដើម្បី day mode បានឬក៏អីបានអញ្ចឹងដោយសារគាត់ចង់យកទៅលេង mode ឥឡូវនេះយើងមកតេស្តសាកជាមួយ mode វាវិញគឺ mode វាគឺមែនតើវាកំណត់បាន9 mode ដែលយើងត្រូវការវាជា mode តំណក់ទឹកនេះ mode របស់វាដែលខ្ញុំតេស្តសាកវាចេញ day មកចេញ mode ចឹងដូចយើងសាប់ mode ចឹងវាមាន day ផងសាប់ day mode តំណក់ទឹកផងទៅតាមយើងកំណត់វានិយាយរួមទៅម៉ាស៊ីន model នេះគឺស្រួលប្រើមែនតើសម្រាប់លេងវាគឺស្ងាត់ហើយកាត់ day របស់វាគឺបានគ្រប់ប្រភេទសក្តានុពលសម្រាប់បងត្រូវការអីបងអាចតំណងតាមលេខទូរស័ព្ទខាងលើនេះបានអរគុណ